ជំរាបសួរខ្ញុំឈ្មោះអុកអរ៉ៃជាម្ចាស់ផ្ទះវិឡាភ្លុះនៅក្នុងគម្រោង Grandland Mark 271ខ្ញុំបានស្គាល់គម្រោង Grandland Mark 271នេះតាមរយៈដោយសារតែខ្ញុំជិះកាត់ហ្នឹងបងខ្ញុំជិះកាត់គម្រោងហ្នឹងហើយខ្ញុំបានឃើញបៀបបដែលគេដាក់ផ្លាកប៉ាណូហ្នឹងអញ្ចឹងក៏ឃើញទៅរៀងចាប់អារម្មណ៍ដែរហើយក៏បានទៅដល់ផ្ទះ check មើលនៅក្នុង Facebook page របស់ Chip Mongland អញ្ចឹងណាបងហើយក៏បានតាក់ទងទៅខាងផ្នែក sales សាកសួរព័ត៌មានគាត់បន្ថែមទៀតអញ្ចឹងទៅខ្ញុំសម្រេចចិត្តយកគម្រោងនេះដោយសារតា Grandland Mark 271នេះគឺមានទីតាំងល្អខ្លាំងមែនទេបងនៅជុំវិញហ្នឹងមានផ្លូវខ្វាត់ខ្វែងច្រើនហើយសូម្បីតាទៅពលានថ្មីដែលគេនឹងក្រុងនឹងបើកថ្ងៃមុខនេះក៏វាចិត្តដែរបងហើយតំបន់ចកាដងបឹងអង្គងអីគឺយើងមានភាពងាយស្រួលខ្លាំងមែនទែនហើយគម្រោងដែលនៅកណ្ដាលក្រុងជាមួយនឹងគម្រោងជីបម៉ុងនេះគឺតម្លៃប៉ុណ្នេះគឺខ្ញុំគិតថាសមរម្យខ្លាំងមែនទែនហើយអត់ងាយមានអីចឹងទៅយើងធ្វើតែហួតរះមកខ្ញុំចូលចិត្តគម្រោងវិឡាភ្លុះនេះដោយសារតាទី1គឺម៉ូដផ្ទះគឺស្អាតបង modern បែបថ្លៃថ្នូរហ្មងហើយមួយទៀតគឺមានភាពធំហ្មងនៅក្នុងផ្ទះគឺទលាយខ្លាំងមែនទែនដោយសារតាពេលដែលយើងចូលទៅយើងមានអាដីនៅសល់ខាងដូចផ្ទះខ្ញុំដែលបានជ្រើសរើសហ្នឹងគឺនៅសល់ដីខាង3ម៉ែត្រហើយខ្ញុំទិញផ្ទះនេះគឺខ្ញុំទិញយក2ចូលគ្នាហ្មងអញ្ចឹងទៅគឺដល់ពេលយើងមានសល់ដីធំណាបងហើយមួយវិញទៀតគឺដោយសារតានៅក្នុងវិឡាភ្លុះយើងហ្នឹងគឺវិទ្យាល័យមានបន្ទប់ច្រើនហើយយើងមកផ្ទះមានបន្ទប់ដល់តែ4អញ្ចឹងទៅនៅពេលដែលខ្ញុំទិញ2អញ្ចឹងមានដល់តែ8បន្ទប់យើងនៅគ្រប់គ្រាន់ជុំគ្រួសារយើងធំអីចឹងបានបងល្អខ្លាំងមែនទេបងខ្ញុំសប្បាយចិត្តដោយសារតាដូចដែលខ្ញុំបានដឹងមកគឺនៅក្នុងគម្រោងនេះមានទាំងមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ដែលធំជាងគេនៅស្រុកខ្មែរហើយជាមួយនឹងមជ្ឈមណ្ឌលកីឡាហើយមានទាំងសួនកំសាន្តតាមមាត់ទឹកដែលយើងអាចដើរកំសាន្តបានតាមសួនហ្នឹងអញ្ចឹងណាបង relax មកពីធ្វើការហត់អីអញ្ចឹងគឺល្អខ្លាំងមែនតើប្រកាសជាណែនាំឲ្យបងឥឡូវហ្នឹងខ្ញុំបានប្រាប់ទៅមិត្តភក្តិខ្ញុំជាមួយនឹងបងប្អូននេះហ្នឹងគឺប្រាប់គាត់ហើយគាត់ក៏កំពុងចាប់អារម្មណ៍ដូចគ្នាបងខ្ញុំ share contact របស់បង sale អីទៅគ្រប់គ្នាអស់ហើយដូចគ្នាគាត់អាចសួរព័ត៌មានតាមនឹងបានបង Chip Mongland ជឿជាក់ក្នុងការរស់នៅ